ប្រធានាធិបតីទូគីយេថារដ្ឋាភិបាលនេថានយ៉ាហ៊ូព្យាយាមរុញបញ្ហាប៉ាឡេស្ទីនចេញពីរបៀបវារៈពិភពលោកតែមិនអាចទៅរួចឡើយចង់ឲ្យអាហារមានរសជាតិឆ្ងាញ់និងគ្រួសារមានសុភមង្គលត្រូវជ្រើសរើសប៊ីចេងសញ្ញាចុងភៅកាន់វែកប៊ីចេងសញ្ញាចុងភៅកាន់វែកគឺជាជម្រើសដ៏ល្អសម្រាប់ស្ត្រីមេផ្ទះគ្រប់រូបទំនាក់ទំនងជាវតាមរយៈលេខទូរស័ព្ទ097 51 94 924និង092 78 56 85ប្រធានាធិបតីទូគីយេលោក Recep Tayyip Erdogan បានចោទប្រកាន់រដ្ឋាភិបាលនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ថាកំពុងព្យាយាមធ្វើឲ្យបញ្ហាប៉ាឡេស្ទីនបាត់ចេញពីរបៀបវារៈរបស់សហគមន៍អន្តរជាតិដោយទាញយកប្រយោជន៍ពីភាពចលាចលនិងការកើតមានជម្លោះថ្មីៗនៅក្នុងតំបន់មជ្ឈិមបូព៌ាលោក Erdogan បានថ្លែងបែបនេះកាលពីថ្ងៃពុធទី12ខែសីហាឆ្នាំ2026ក្នុងសន្និសីទសារព័ត៌មានរួមជាមួយប្រធានាធិបតីប៉ាឡេស្ទីនលោក Abbas នៅរដ្ឋធានីអង្ការ៉ាប្រទេសទូគីយេលោកបានបញ្ជាក់ថាការប៉ុនប៉ងណាមួយដើម្បីលុបបំបាត់បញ្ហាប៉ាឡេស្ទីនចេញពីការយកចិត្តទុកដាក់របស់ពិភពលោកនឹងមិនទទួលបានជោគជ័យឡើយលោក Erdogan បាននិយាយថាគោលដៅរបស់រដ្ឋាភិបាល Netanyahu គឺដកបញ្ហាប៉ាឡេស្ទីនចេញពីរបៀបវារៈរួមរបស់មនុស្សជាតិតាមរយៈការទាញយកផលប្រយោជន៍ពីភាពវឹកវរនិងចំនួនថ្មីៗនៅក្នុងតំបន់លោកបានបន្ថែមថាទោះបីមានការប៉ុនប៉ងបែបណាក៏ដោយបញ្ហាប៉ាឡេស្ទីននឹងនៅតែបន្តមាននៅក្នុងបេះដូងរបស់ប្រជាជនហើយទូគីយេនឹងបន្តគាំទ្របុព្វហេតុប៉ាឡេស្ទីននៅគ្រប់វេទិកាអន្តរជាតិប្រធានាធិបតីទូគីបានសង្កត់ធ្ងន់ថាការបង្កើតរដ្ឋប៉ាឡេស្ទីនដែលមានអធិបតេយ្យភាពនិងឯករាជ្យគឺជាចំណុចសំខាន់មួយក្នុងការសម្រេចបាននូវសន្តិភាពយូរអង្វែងនៅមជ្ឈិមបូព៌ាលោកបានបញ្ជាក់ជាថ្មីពីការគាំទ្ររបស់ទូគីចំពោះដំណោះស្រាយរដ្ឋពីរដោយផ្អែកលើព្រំដែនឆ្នាំ1967និងក្រុងយេរូសាឡិមខាងកើតជារដ្ឋធានីរបស់ប៉ាឡេស្ទីនលោក Erdogan ក៏បានបង្ហាញការប្រឆាំងយ៉ាងខ្លាំងចំពោះអ្វីដែលលោកហៅថាការបង្កហេតុដែលអាចប៉ះពាល់ដល់ស្ថានភាពបច្ចុប្បន្ននៅវិហារ Al-Aqsa និងទីកន្លែងសក្ការៈផ្សេងៗទៀតលោកបានចាត់ទុកការការពារទីកន្លែងសក្ការៈទាំងនេះនិងការគាំទ្រសិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីនថាជាការទទួលខុសត្រូវរួមរបស់មនុស្សជាតិជាពិសេសសហគមន៍មូស្លីមជាមួយគ្នានេះលោក Erdogan បានអះអាងថាទូគីនឹងបន្តធ្វើការយ៉ាងម៉ឺងម៉ាត់ដើម្បីគាំទ្រការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យនិងអធិបតេយ្យលោកបានបញ្ជាក់ថាទូគីនឹងលើកយកបញ្ហាប៉ាឡេស្ទីនទៅកាន់វេទិកាអន្តរជាតិជាបន្តបន្ទាប់ដោយមិនអនុញ្ញាតឲ្យបញ្ហានេះត្រូវបានបំភ្លេចឬរុញចេញពីរបៀបវារៈពិភពលោកឡើយចំណែកប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas ដែលបានធ្វើដំណើរទៅកាន់ទីក្រុងអង្ការ៉ាបានពិពណ៌នាកិច្ចពិភាក្សាជាមួយលោក Erdogan ថាមានសារៈសំខាន់និងប្រកបដោយផ្លែផ្កាកិច្ចពិភាក្សារបស់មេដឹកនាំទាំងពីរផ្ដោតលើការវិវត្តថ្មីៗនៅក្នុងតំបន់ស្ថានភាពនៅទឹកដីប៉ាឡេស្ទីននិងកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវរដ្ឋប៉ាឡេស្ទីនលោក Abbas ក៏បានបង្ហាញការគាំទ្រចំពោះកិច្ចព្រមព្រៀងការពារជាតិរវាងទូគីយេអារ៉ាប៊ីសាអូឌីតនិងប៉ាគីស្ថានដែលបានចុះហត្ថលេខាកាលពីថ្ងៃទី7ខែសីហាដោយចាត់ទុកកិច្ចព្រមព្រៀងនេះថាមានសារៈសំខាន់ចំពោះសន្តិសុខនិងស្ថិរភាពក្នុងតំបន់ការថ្លែងរបស់លោក Erdogan កើតឡើងនៅពេលស្ថានភាពនៅតំបន់មជ្ឈិមបូព៌ានៅតែមានភាពតានតឹងហើយបញ្ហាសង្គ្រាមនៅហ្គាហ្សានិងអនាគតរបស់ប្រជាជនប៉ាឡេស្ទីននៅតែជាបញ្ហាដ៏ចម្រូងចម្រាសនៅលើឆាកអន្តរជាតិប្រទេសទូគីយេនិងប្រទេសមួយចំនួនក្នុងតំបន់បានបន្តអំពាវនាវឲ្យមានការការពារជនស៊ីវិលនិងការស្វែងរកដំណោះស្រាយនយោបាយចំពោះជម្លោះនេះ